សាសនាបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរជាយូរលង់ណាស់មកហើយប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីក៏មានជំនឿនិងគោរពព្រះពុទ្ធសាសនាយ៉ាងមុតមាំផងដែររហូតដល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋយោងតាមជំនឿនិងការគោរពប្រណិប័តព្រះពុទ្ធសាសនារបស់ប្រជាពលរដ្ឋខ្មែរនិងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យវត្តអារាមរីកដុះដាលគ្រប់ទីកន្លែងទាំងទីក្រុងនិងជនបទដែលបង្ហាញឲ្យឃើញថាព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងសង្គមខ្មែរនៅក្នុងសង្គមខ្មែរវត្តអារាមគឺជាទីតាំងនៃព្រះពុទ្ធសាសនាប្រៀបបាននឹងដួងព្រលឹងខ្មែរជាមន្ទីរពេទ្យខាងផ្លូវចិត្តឬជាកន្លែងរងាប់ចិត្តឲ្យចាកផុតពីទុក្ខកង្វល់ផ្សេងក្នុងជីវិតជាមជ្ឈមណ្ឌលនៃវប្បធម៌ខ្មែរដូចជាសារមន្ទីរនៃស្ថាបត្យកម្មខ្មែរកន្លែងប្រមូលផ្ដុំជំនឿខ្មែរកន្លែងធ្វើបុណ្យទានកន្លែងផ្សាយវប្បធម៌សាលារៀនកន្លែងអប់រំបណ្ដុះបណ្ដាលសិលធម៌កន្លែងជ្រកកោនរបស់ជនកំសត់ទុរគតឬអ្នកសិក្សាជាកន្លែងអភិរក្សព្រៃឈើឬសត្វព្រៃជាកន្លែងបណ្ដុះនៅកុសលធម៌ផ្សេងជាកន្លែងកម្សាន្តហើយក៏ជាកន្លែងជួបជុំរបស់ពុទ្ធបរិស័ទដើម្បីប្រឹក្សាបញ្ហាផ្សេងផងដែរដូចគ្នានេះដែរបើយើងក្រឡេកមើលទីវត្តអារាមមួយដែលស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញដែលមានឈ្មោះថាវត្តទឹកថ្លានោះប្រជាពុទ្ធបរិស័ទទាំងអស់នឹងបានពិនិត្យឃើញថាវត្តអារាមមួយនេះកំពុងតែមានការរីកចម្រើននៅសមិទ្ធផលជាច្រើនក្នុងវត្តគួរជាទីមោទនៈបើនិយាយពីវត្តទឹកថ្លាប្រជាពលរដ្ឋភាគច្រើនក្នុងរាជធានីភ្នំពេញពិតជាធ្លាប់បានស្គាល់និងធ្លាប់បានទៅធ្វើបុណ្យទានផ្សេងក្នុងវត្តនេះផងដែរពីព្រោះក្រោមការដឹកនាំពីព្រះញាណឧត្តមគង់សារីដែលជាព្រះចៅអធិការវត្តទឹកថ្លានាពេលបច្ចុប្បន្ននេះបានធ្វើឲ្យទីអារាមមួយនេះមានការអភិវឌ្ឍខ្លាំងនៅសមិទ្ធផលដែលបម្រើឲ្យការគោរពបូជាក្នុងវិស័យពុទ្ធចក្រដ៏សម្បូរបែបហើយព្រះសង្ឃក្នុងវត្តក៏ប្រណិប័តតាមធម៌វិន័យបានត្រឹមត្រូវដូច្នេះហើយទើបមានពុទ្ធបរិស័ទជាច្រើនតែងតែទៅធ្វើបុណ្យទាននិងនាំយកគ្រឿងសក្ការៈបូជាផ្សេងទៅប្រគេនដល់ព្រះសង្ឃនៅទីនោះផងដែរតាមព្រះគ្រូញៀនភក្តិមនីអគ្គធុរោចិនសរនព្រះគ្រូសូស្ដាំនៅវត្តទឹកថ្លាមានធរណិកាឲ្យដឹងពីប្រវត្តិសង្ខេបនៃវត្តទឹកថ្លាថាវត្តនេះជាវត្តដ៏ចំណាស់មួយដែលមានអាយុកាលរាប់រយឆ្នាំណាស់មកហើយដោយចាប់ផ្ដើមកសាងឡើងតាំងពីឆ្នាំ1928មកម្លេះកាលដើមឡើយវត្តនេះមានឈ្មោះថាវត្តអំពវ័នក្រោយមកបានប្រែក្លាយឈ្មោះទៅជាវត្តចុងថ្នល់រហូតដល់ថ្ងៃរំដោះ7មករា1979វត្តនេះក៏បានប្រែក្លាយឈ្មោះថាវត្តទឹកថ្លាមកទល់បច្ចុប្បន្ននេះកំណត់ឆ្នាំការបដិឆេទក៏អត់បានដឹងដែរប៉ុន្តែយើងបានសង្កេតឃើញព្រះវិហារចាស់បុរាណមួយនៅក្នុងវត្តទឹកថ្លានេះដែលជាព្រះវិហារបើយើងមើលទៅដូចជារចនាបថរបស់ចិនហើយគេបានសរសេរនៅថ្ងៃឆ្នាំកសាងព្រះវិហារនៅឆ្នាំ1928ហើយដល់យើងសិក្សាអំពីប្រវត្តិរបស់វត្តនេះពីដើមមិនហៅថាវត្តទឹកថ្លានោះទេតាមការសម្ភាសន៍ដល់ចាស់គាត់និយាយថាវត្តនេះតាមគាត់ដឹងដំបូងគេនោះគឺវត្តនេះឈ្មោះថាវត្តអំពវ័នឬក៏យើងហៅថាអំពវ័នណែដល់ក្រោយមកទៀតគេបានកសាងផ្លូវសហព័ន្ធរុស្ស៊ីយើងសពថ្ងៃហ្នឹងផ្លូវហ្នឹងគេចាប់ដើមកសាងហ្នឹងប្រជាជនជាអ្នកលើកផ្លូវហ្នឹងការលើកផ្លូវហ្នឹងចែកចេញជាពីរក្រុមទី1លើកពីចោមចៅចូលមកទីក្រុងភ្នំពេញ
ក្រុមទីមួយទៀតលើកពីក្បាលខ្នល់ពីច្បារអំពើនោះចូលមកទីក្រុងភ្នំពេញដែរហើយការលើកទាំងពីរក្រុមនេះបានមកជប់ទល់ប្រសពមុខគ្នានៅសពថ្ងៃគឺស្ពានអាកាសពេលលោកសង្ឃនឹងឯងហើយគេធ្វើស្ពាននឹងពីដើមស្ពានឈើពេលលើកប្រសពមុខគ្នាពីចោមចៅមកនិងពីស្បាអំពើមកជុំគ្នានៅស្ពានអាកាសពេលលោកសង្ឃសពថ្ងៃហ្នឹងហើយកន្លែងស្ពានហ្នឹងមានអូជុំវិញព័ទ្ធទីក្រុងអូហ្នឹងគេជាបន្លាយទឹកដែលគេលើកយកដីហ្នឹងទៅចាក់ដើម្បីជាទំនប់ទប់ទីកុំឲ្យទឹកហូរចូលទីក្រុងនោះហើយយើងលើកខ្នល់ហ្នឹងក៏ធ្វើស្ពាននៅកន្លែងទឹកហ្នឹងស្ពានពេលលោកសង្ឃសពថ្ងៃហ្នឹងស្ពានហ្នឹងគេឲ្យឈ្មោះថាស្ពានមរាជស្ពានហ្នឹងតែឥឡូវយើងធ្វើស្ពានអាកាសពេលលោកសង្ឃហើយស្ពានមរាជហើយដល់ពេលយើងលើកមកជុំគ្នាទាំងពីរក្រុមហ្នឹងមកដល់កន្លែងហ្នឹងគេហៅថាចុងថ្នល់បើយើងគិតកន្លែងហ្នឹងក្បាលថ្នល់មានពីរខាងចោមចៅនោះមួយខាងច្បារអំពៅនោះមួយហើយមកជុំគ្នានៅកន្លែងស្ពានអាកាសពេលលោកសង្ឃសពថ្ងៃហ្នឹងពីដើមហ្នឹងហៅស្ពានមរាជដល់ពេលអញ្ចឹងគេក៏ហៅវត្តអំពវ័នឬអំពវ័នហ្នឹងទៅជាវត្តចុងថ្នល់ណែហៅទៅតាមស្ពានហ្នឹងឯស្ពានចុងថ្នល់ហ្នឹងណាស្ពានហ្នឹងឯងចុងថ្នល់ជួបគ្នានៅហ្នឹងនៅអាស្ពានមរាជហ្នឹងនៅពេលលោកសង្ឃហ្នឹងគេហៅវត្តតាមស្ពានហ្នឹងទៅវត្តចុងថ្នល់ហើយភូមិហ្នឹងក៏ភូមិចុងថ្នល់ដែរឥឡូវហ្នឹងយើងដាក់ភូមិចុងថ្នល់ខាងលិចភូមិចុងថ្នល់ខាងកើតប៉ុន្តែនៅក្នុងវត្តទឹកថ្លាសពថ្ងៃនេះស្ថិតនៅក្នុងភូមិចុងថ្នល់ខាងលិចដល់ក្រោយមកទៀតសម័យបារាំងបានកសាងអគ្គិសនីស្ថានីយ៍អគ្គិសនីដែលគេយកភ្លើងទៅប្រើក្នុងទីក្រុងហ្នឹងស្ថានីយ៍អគ្គិសនីហ្នឹងគេសាងសង់ឡើងគេធ្វើនៅក្នុងសពថ្ងៃក្នុងសាលាបច្ចេកទេសឬសាលាគុសមៈនៅខាងជើងវត្តទឹកថ្លាហ្នឹងនៅក្នុងសាលាហ្នឹងបដៅយើងហៅគុសមៈមួយប៉ុន្តែឥឡូវនេះគេយកគុសមៈមួយទៅដាក់ជាសាលាបច្ចេកទេសហើយគេយកគុសមៈពីរនោះយកមកដាក់ខាងហ្នឹងហៅថាគុសមៈវិញហើយស្ថានីយ៍អគ្គិសនីបារាំងបានសាងសង់នៅលើទីធ្លានៃសាលាហ្នឹងឯងហើយក៏យកភ្លើងហ្នឹងទៅប្រើទៅក្នុងទីក្រុងភ្នំពេញរបស់យើងទីក្រុងភ្នំពេញដូច្នេះសម័យនោះគេហៅស្ថានីយ៍អគ្គិសនីហ្នឹងគេហៅថាស្ថានីយ៍ទឹកថ្លាគេដាក់ឈ្មោះថាស្ថានីយ៍ទឹកថ្លាបើគេមកពីទីក្រុងភ្នំពេញគេសួរទៅណាទៅស្ថានីយ៍ទឹកថ្លាស្ថានីយ៍អគ្គិសនីទឹកថ្លាដោយស្ថានីយ៍អគ្គិសនីទឹកថ្លាហ្នឹងវាជាប់នៅក្នុងវត្តចុងថ្នល់ជាប់នឹងវត្តចុងថ្នល់នឹងឯងក្រកការប្រែคล้ายហៅវត្តចុងថ្នល់ហ្នឹងទៅជាវត្តទឹកថ្លាអ្នកខ្លះហៅថាវត្តចុងថ្នល់ទៅអ្នកខ្លះហៅថាវត្តទឹកថ្លាយ៉ាងទៅណែទៅតាមឈ្មោះរបស់ស្ថានីយ៍អគ្គិសនីដែលជាប់ហ្នឹងរហូតដល់ដាច់ចិត្ត9ក៏នៅញាតិញោមចាស់គាត់ហៅទៅវត្តចុងថ្នល់ហ្នឹងឯងដល់ឆ្នាំ8ជាងសម្ដេចមង្គលទេពជាអ៊ុំស៊ុំនឹងបានចាត់និគុណពុទ្ធវង្សក្រូចសរ៉េតដើម្បីមកគ្រប់គ្រងនៅវត្តនេះឆ្នាំ8ជាងហ្នឹងហើយលោកក៏បានកសាងប្រកខ្លោងទ្វារនៅជាប់នឹងខ្នល់សហព័ន្ធរុស្ស៊ីហ្នឹងលោកក៏ដាក់ខ្លោងទ្វារហ្នឹងថាវត្តទឹកថ្លាមានវត្តទឹកថ្លាផងមានភូមិទឹកថ្លាផងមានផ្សារទឹកថ្លាផងប៉ុន្តែនៅក្នុងកន្លែងនេះដែលហៅថាភូមិផ្សារទឹកថ្លាថាវត្តទឹកថ្លាហ្នឹងទីតាំងនេះមិនមែនជាទីតាំងរបស់ឈ្មោះទឹកថ្លាពិតប្រាកដទេឈ្មោះដែលទឹកថ្លាពិតប្រាកដហ្នឹងគឺនៅទិសខាងលិចនៅខាងក្រោយសាលាបុរី100ខ្នងខាងក្រោយសាលាបុរី100ខ្នងនេះខាងកើតពូចិនតុង
ហើយខាងក្រោយហ្នឹងមានដើមពោមួយដើមខណៈដើមពោហ្នឹងឥឡូវហ្នឹងស្លាប់ហើយនៅតែគេដាំបន្តទៀតឬក៏ដោះតាមរឹសតាមគល់ចាស់ចាស់ជារៀងរាល់ឆ្នាំដើមពោហ្នឹងគេតែងធ្វើបុណ្យភូមិឆ្លងដើមពោដើរដើមពោឬក៏បុណ្យភូមិហើយនៅត្រង់ដើមពោហ្នឹងមានស្រះមួយហ្នឹងមានទឹកថ្លាឆ្វេងកាលដើមឡើយអត់មានផ្ទះទេមានផ្ទះមួយអីចឹងជីវិលហើយទឹកថ្លាហ្នឹងនឹងដើមពោហ្នឹងតែងតែទទួលប្រជាជនទិសទាំង8ណាទិសទាំង8យើងបដើមក្តៅមកពីទិសទាំង8មកស្នាក់នៅក្រោមដើមពោហ្នឹងក៏ដេកសំណាក់នៅក្រោមដើមពោហ្នឹងដើម្បីទទួលទានអាហារស្រស់ស្រូបអាហារឬក៏ងូតទឹកដើម្បីជែកកាយពេលក្តៅហើយដើមហើយទឹកហ្នឹងក៏គេហៅថាទឹកថ្លាណាហើយនឹងទឹកថ្លាហ្នឹងមានស្រះហ្នឹងហៅទឹកថ្លាមានដើមពោនោះហ្នឹងហើយភូមិកន្លែងហ្នឹងគេហៅថាភូមិទឹកថ្លាណែភូមិទឹកថ្លានៅជាប់បរិយាខ្នងខាងក្រោយខាងជើងណែឥឡូវស្រះហ្នឹងត្រូវបានគេលុបហើយដើមពោហ្នឹងឥឡូវនៅតែគល់ទេបានជាទីរៀងរាល់ឆ្នាំហ្នឹងអ្នកភូមិហ្នឹងគេតែងធ្វើបុណ្យឆ្លងបុណ្យដាដើមពោហ្នឹងឯងគេហៅបុណ្យដាដើមពោទឹកថ្លាហ្នឹងអញ្ចឹងហើយបានជាភូមិនៅខាងលិចសាលាបរិយា100ខ្នងហ្នឹងគេហៅថាភូមិទឹកថ្លាទី1អាហ្នឹងបានចំតួទឹកថ្លាទី1ដល់យើងទឹកថ្លាឯនេះគ្រាន់តែទឹកថ្លាហៅភ្ជាប់មកតាមស្ថានីយ៍អគ្គិសនីនោះទេអាហ្នឹងតកតងនឹងប្រវត្តិទឹកថ្លាដែលខ្ញុំកណាអាត្មាភាពបានសម្ដែងត្រួសមកប៉ុណ្ណេះសូមញាតិញោមបករណាគុំព្រះអង្គសូមទានជ្រាបក្នុងរបបកម្ពុជាប្រជាធិបតេយ្យវត្តទឹកថ្លាក៏មិនខុសពីវត្តដទៃទៀតនៅទូទាំងប្រទេសដែរគឺត្រូវបានរងនៅការបំផ្លិចបំផ្លាញពីពួកខ្មែរក្រហមស្ទើរគ្មានសល់និងបានប្រែក្លាយព្រះវិហារក្នុងវត្តនេះคล้ายទៅជាកន្លែងដាក់ជីហើយទីតាំងវត្តក៏คล้ายទៅជាកន្លែងសម្លាប់មនុស្សផងដែរក្រោយថ្ងៃរំដោះ7មករា1979វត្តទឹកថ្លាក៏ត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ននេះមានសមិទ្ធផលជាច្រើនបានរីកដុះដាលឡើងច្រើនស្កេកស្កាស់ដែលសមិទ្ធផលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងគៀងគររបស់ព្រះចៅអធិការវត្តគ្រប់ជំនាន់តាំងពីក្រោយថ្ងៃរំដោះមកជាពិសេសរយៈពេល9ឆ្នាំចុងក្រោយនេះក្រោមការដឹកនាំពីព្រះញាណឧត្តមគង់សារីបានខិតខំគៀងគរពុទ្ធបរិស័ទសប្បុរសជនជិតឆ្ងាយឲ្យចូលរួមចំណែកដោយសទ្ធាជ្រះថ្លាកសាងនៅសមិទ្ធផលផ្សេងៗក្នុងវត្តទុកជាសម្បត្តិព្រះពុទ្ធសាសនាដែលក្នុងនោះមានក្លោងទ្វារដ៏ធំស្កឹមស្កៃមានរចនាបថប្រាសាទបន្ទាយស្រីសាលាឆាន់កុដិព្រះវិហារថ្មីស្រះទឹកទីឈាបនដ្ឋាននិងសួនច្បារដើម្បីបង្កើនសោភ័ណភាពក្នុងវត្តជាដើមម្យ៉ាងទៀតក៏បានបើកច្រកទ្វារជុំវិញវត្តដើម្បីជួយសម្រួលឲ្យសិស្សានុសិស្សងាយស្រួលឆ្លងកាត់ចូលមកសិក្សានៅក្នុងពុទ្ធិកបឋមសិក្សាក្នុងបរិវេណវត្តនេះផងដែរឆ្លើយតបនឹងការជួយកសាងសមិទ្ធផលដ៏វិសេសវិសាលទាំងនេះព្រះញាណឧត្តមគង់សារីរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធម៌អនុគុណខណ្ឌសែនសុខនិងជាព្រះចៅអធិការវត្តទឹកថ្លាបានមានធរណីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុទ្ធបរិស័ទទាំងអស់ដែលបានបរិច្ចាគនៅធនធានផ្ទាល់ខ្លួនដោយទឹកចិត្តសទ្ធាជ្រះថ្លារួមចំណែកក្នុងការកសាងសមិទ្ធផលជាច្រើនក្នុងវត្តដែលត្រូវចំណាយថវិកាអស់ជាច្រើនម៉ឺនដុល្លារអាមេរិកសម្រាប់ទុកជាសម្បត្តិគ្រប់គ្រាន់ក្នុងវិស័យព្រះពុទ្ធសាសនាព្រះញាណឧត្តមគង់សារីមានធរណីកាឲ្យដឹងថាតាមប្រវត្តិនៃវត្តក្រោយអំពីរបបខ្មែរក្រហមមកវត្តនេះជាព្រៃដែលយើងមិនទាន់បានចាត់ចែងប្រសង់ឲ្យមកគង់ស្នាក់នៅនឹងគឺព្រៃដុះសិទ្ធិព្រៃហើយក្នុងលបាយការណ៍ដែលចាស់ទុំគាត់ប្រាប់តែគាត់មកមុនគេឃើញនឹងថាសិទ្ធិព្រៃចូលមើលព្រះវិហារមើលព្រះមិនឃើញវាយចោលអស់ហ្នឹងទៅហើយពហិនឹងត្រូវបានគេដាក់ជីដែលសម្គាល់បានតែដាក់ជីហ្នឹងគឺមានសេះសល់នៅជីក្នុងព្រះវិហារហ្នឹងអញ្ចឹងចាស់ទុំហ្នឹងគាត់ប្រាប់អញ្ចឹង
ở ca co sang tăng với đào nó dương khơi miên tha pra và hiên nâng mua yang bị xe là o và nát chiên kia vậy bị sầm mai đào thì là o nung ha là o mà hơi clown thuê mình toàn miên đi bị đào nắng miên trầm tè sà la chan nâng co sang ọt toàn ruột ọt toàn đôi xaกระพงได้ก่อสร้างจะปิดานบานมวยยังtớiมันตอนบานจะประกูเลยเจียพองนั้นก็การสังเกตล้างรถเจ้าตะปัดตะปายได้มาไปเวลตลอดมาวิ่งคือสลาชันนั้นจะตรูมบานประดาจิกุลประพุทธวงศ์โปรเสด็จนั้นโลกบานจุจูก่อสร้างเตอให้เคยในกฎจักละเมียนกฎจิตมอขังโป้งเมียนปีบนสติจักตรูมได้มันอาจประบานยืงใบเจ้าเราให้จะนอนกรอยนี้ให้กดขังไล่แน่คืนทาทมอปีได้ปีได้คือจักตรูมเธอตั้งปีนำmột con buồn nội ha một con buồn nội haก็ลองมานั่งเราให้ดาละเลยนั่งviệc bạc bayจะได้nơi ấyยังได้bị đan khlaยังได้tới việc sợ tức rồi ấy lụcจะนอนมุนไวเจ้าคลาหมดเกยนี่ไวบะเฮยดำไปเรียบจอมถือกดใหม่ให้กดชื่อมีคลาแด่มกดชื่อนั้นเบอร์ปีจะนอนโปดนั้นนั่งกิดะใส่ไปเดียถือจงเพื่อยังบกมาขมายมาประตัวมาเมียนจูงเมียนใส่ยังขมายจวบดัดตามนั้นไปเดียถือจงเพื่อหนึ่งหนึ่งทองวัดอารามหนึ่งรีไอประวิเฮียโยมดังหายทากิโยถือกระไรละจีnăng thư say tiết dương mình đăng nó vậy vừa vót khắc thì đặt thư chỉ cục cái ấy nhưng tới vô cái này nó việc bắt bằng chết số cái rang số cái klum đã cục mà nu nông vót aram nưng hơi bần to mò tiết đòi ban sầm đại mong cô ti phi cha nưng lục chặt chèn oi bờ sông dương một cung nữคืนทบานตรุตรายในตีรามออกยืนสะอาดบาดให้กาก่อสร้างบนต่อบนตัวมองตีดอาตมานี่ตุ้มมันในภายเจียดอกชนามได้ในกรุบกรองในที่นี้คนยืนนี่ยี่ลึกคุ้นสมบัติของปีรัตกาในบ้านช่วยอุปธรรมกองปีให้บ้านเกิดวัดนิลายมองจะมวยหนึ่งบรรดาจิกุลประสอบโดยการดักน้อมโดยเฉลี่ยไว้บริจรัฐวิบาลบริยืงตั้งปีนำไปสับเชียงหนึ่งมอยืงใหญ่ทางวิจัดบุญบนแต่ได้ประสองบานmột cung nơiนี้จำไปสับสับจังหายการก่อสร้างบริจกุลประสอบมุนนั่งคืนทาลูกบานจักได้นั่งมวยบานกับกายเสียนั่งมวยบานจูจูนึกกดพละมวยบานจูจูนสลาชันนั่งมวยมอลาชานจักนั่งตอนอำนาจตื้อก็อาตมาบานส่งฉบับดอลกระทรวงก็รูปนิจกรรมจำได้ได้รูปหรือในสลาจักฟื้นในสลาทำไมเนี่ยนะจมูกดิคุณมาสอบนั่งส่งหรือสลาจักฟื้นสลาทำไมไอ้เลยนั่งสลาจักนั่งบ้านรูปเพียบตัวเฮ้ยในสลาทำไมได้จมฟื้นรูปในทางยืงchâuคลองเพี้ยในจอมปีมกนั่งคือเมียนสถานเพียบเรียงทมยืงมนบ่ตะลุมตะเลียให้คลองทวีก็บานฟืพองแดในคลองทวีขังมกมุ้ยคลองทวีขังนองขังเล็กในมวยบ่ให้หนึ่งเจาะไปดาวบัดจุ่มไปหนึ่งเลยมาบานเบาเจาะแต่เล็กหนึ่งมุ้ยบานเบาเจาะtừ hàng chương nụ mũi làm bấy oi cônប្រជាជនពុទ្ធបរិស័ទអ្នកស្រុកងាយស្រួលនឹងឆ្លងកាត់ធ្វើដំណើរចូលមកសាលារៀនក្នុងវត្តនេះបានសម្រេចចិត្តថាបើកច្រកដើម្បីកុមារធ្វើដំណើរងាយស្រួលចូលមករៀនសូត្រអញ្ចឹងទៅហើយខ្លងទ្វារខាងមុខនោះក៏បានធ្វើជារៀងប្រាសាទរចនាបថប្រាសាទបន្ទាយស្រីបងនៅក្នុងធំខ្លងទ្វារធំខ្ពស់ដែលមានកម្ពស់16ម៉ែត្រទៅតឹង14ម៉ែត្របងហើយបកគោភ្លើងនឹងធ្វើបន្តបន្ទាប់មកគឺមានកម្ពស់ខ្ពស់រហូតដល់7ម៉ែត្រកម្ពស់7ដល់8ម៉ែត្រ
ដោយមានរចនាបថដូចមុខបរមរាជវាំងប៉ុន្តែនេះធំជាងធ្វើកត់មិនទាន់រួចទេធ្វើកត់មកប៉ុន្តែនៅក្នុងដើមទុននឹងវាច្រើននៅហើយធ្វើតាមកម្លាំងសទ្ធារបស់ពុទ្ធបរិស័ទដែលមានសទ្ធាហ្នឹងទៅក៏ធ្វើសន្សំហ្នឹងប៉ុន្តែឥឡូវបានរួចដល់ដំបូលហើយណាមាន2ជាន់បង3ជាន់នឹងខាងក្រោមអញ្ចឹងកត់នឹងមានរហូតដល់ទទឹង30ម៉ែត្របណ្ដោយ27ម៉ែត្របងគិតតាមជ្រុងមួយបន្តទៀតគឺបានធ្វើកសាងនៅទីជាបណដ្ឋានទីជាបណដ្ឋាននឹងកន្លែងបូជាសពបូជាសពនឹងដែលតម្កល់ទៅដោយអគិសនីនិងប្រេងបូជាដោយប្រេងមកបញ្ជាទៅដោយម៉ាស៊ីនដោយភ្លើងអានឹងកន្លែងតម្កល់សពអស់ប្រមាណ$700,000ហើយនៅកន្លែងតម្កល់សពមួយទៀតធ្វើពីលើស្រះដែលមានបណ្ដោយ24ម៉ែត្រទទឹង14ម៉ែត្រនៅស្រះពីមុខមួយផងដែរហើយដូច្នេះការកសាងទាំងឡាយមិនទាន់គ្រប់ជ្រុងជ្រោយមិនទាន់រួចជាស្រេចទេវត្តទឹកថ្លានេះនៅដូចជាសម្អិតសម្អាងមានសួនច្បារមានដើមឈើដើមជាជួរអីជាដើមដើម្បីជាការសម្អាតនៃទីធ្លាវត្តអារាមអមតាមផ្លូវឬក៏តាមព្រះវិហារចូលសាលាហ្នឹងណាហើយព្រះវិហារនេះដែលអាត្មាកំពុងតែគង់នេះគឺជាស្នាដៃរបស់បដិជគុណប្រសពព្រះពុទ្ធវង្សក្រូចសរេតដែលលោកមានបជននៅខំស្វះស្វែងរកបច្ច័យមកកសាងរហូតអស់ជិត$1 លានជំនាន់នោះអញ្ចឹងជាស្នាដៃរបស់បដិជគុណប្រសពពភាកនោះព្រះពុទ្ធវង្សក្រូចសរេតដែលមានរូបថតនៅនឹងជាងនឹងឯងមកហ្នឹងលោកកសាងដល់ចិត្តផ្ចង់ណាស់មកព្រះវិហារនេះកើតឡើងដោយស្នាដៃរបស់បដិជគុណប្រសពនិងព្រះសង្ឃគ្រប់ព្រះអង្គមានគូសូត្រស្វែងស្ដាំអ្នកមើលការខុសត្រូវជំនួសពីជំនាន់ហ្នឹងនោះដូច្នេះនៅក្នុងវត្តទឹកថ្លានេះសូមជម្រាបចម្រើនពរដល់សម្ដេចអាដាមលោកជំទាវនាងកញ្ញាទាំងអស់នៅក្នុងឱកាសនេះក្នុងវត្តទឹកថ្លាបានបើកនៅពុទ្ធិកបឋមសិក្សាយើងបើក 2-3 ឆ្នាំហើយបានតែមួយថ្នាក់មួយថ្នាក់ថ្នាក់បឋមហើយថ្នាក់ទី2អញ្ចឹងទៅឥឡូវនេះនៅក្នុងខែបសាខនេះខែ5នេះគណៈសង្ឃគ្រប់គ្រងក្នុងវត្តរបស់យើងនិងអាត្មាភាពជាវិចារការសម្រាប់ថាបើករហូតដល់3ថ្នាក់3ថ្នាក់តាមអនុសាសន៍ឬតាមអនុក្រឹត្យលេខ62ដែលចុះមកថារាជរដ្ឋាភិបាលនឹងផ្ដល់នៅអាហារូបត្ថម្ភដល់គ្រូនឹងគ្រូកិច្ចសន្យាហ្នឹងគ្រូកិច្ចសន្យាព្រោះមិនទាន់ប្រឡងជាប់ជាគ្រូពេញសិទ្ធទេអញ្ចឹងរាជរដ្ឋាភិបាលបានឧបត្ថម្ភដល់គ្រូនឹងបានប៉ុន្តែបើកបាន3ថ្នាក់អញ្ចឹងអាត្មាសម្រេចថាខែវិសាខនេះបើកបាន3ថ្នាក់ក្នុងមួយថ្នាក់លោកតម្រូវឲ្យបានត្រឹម15អង្គឡើងទៅបង15អង្គអ្នកឡើងទៅអញ្ចឹង3ថ្នាក់ហ្នឹងវាចូល45អង្គអ្នកបើយើងសរុបទៅឆ្នាំក្រោយនេះធ្ងន់តិចហើយបងការទំនុកបំរុងឧបត្ថម្ភហ្នឹងរហូតដល់ជិត100អង្គហើយ100អង្គអ្នកដោយសារយើងបើក3ថ្នាក់និងសិស្សប្រសង់យើងចាស់នៅនេះផងអញ្ចឹងបាន80ជិត100អាហ្នឹងតែប្រសង់ឯណាតែប្រសង់សិស្សសមណៈនិស្សិតផ្សេងទៀតដែលលោកមកសុំស្នាក់នៅរៀនបរិញ្ញាបត្រអនុបណ្ឌិតផ្សេងទៀតបងនៅមានទៀតហើយនិស្សិតដែលកូនអ្នកស្រុកហ្នឹងមកសុំនៅបាន56នាក់ប៉ុន្តែក្រោយពីការប្រឡងបាក់ឌុបរបស់រាជរដ្ឋាភិបាលរួចទៅនឹងបានទទួលតទៀតបងវត្តទឹកថ្លាមិនត្រឹមតែជាទីសក្ការៈបូជាសម្រាប់ពុទ្ធសាសនិកជនប៉ុណ្ណោះទេប៉ុន្តែវត្តនេះក៏បានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសក្តានុពលដោយក្នុងនោះវត្តបានកសាងពុទ្ធិកបឋមសិក្សាសម្រាប់ផ្ដល់ចំណេះដឹងជាមូលដ្ឋានគ្រឹះដល់សិស្សានុសិស្សក៏ដូចជាសាមណសិស្សជាច្រើនអង្គអ្នកនៅក្នុងរាជធានីភ្នំពេញ
ដែលដំណើរការបានរយៈពេល6ឆ្នាំរួចមកហើយព្រះញាណឧត្តមគង់សារីព្រះចៅអធិការវត្តទឹកថ្លាមានធរណីកាបញ្ជាក់ថាដោយសារពុទ្ធិកបឋមសិក្សាក្នុងវត្តទឹកថ្លាមានតែមួយថ្នាក់មិនអាចបំពេញតម្រូវការបានគ្រប់គ្រាន់ក្នុងការផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សនិងសាមណសិស្សដែលចេះតែកើនឡើងជារៀងរាល់ឆ្នាំនោះទើបក្នុងឆ្នាំសិក្សាថ្មីនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ការជួយឧបត្ថម្ភជ្រោមជ្រែងនិងគាំទ្របង្កើតឲ្យបានគ្រប់3ថ្នាក់បន្ថែមទៀតដើម្បីបំពេញតម្រូវការក្នុងការរៀននិងបង្រៀនបានគ្រប់គ្រាន់និងងាយស្រួលជាងមុនព្រះអង្គមានធរណីកាលើកឡើងថាក្រៅពីការកសាងសមិទ្ធផលផ្សេងៗក្នុងវត្តពង្រឹងធម៌វិន័យដល់ព្រះសង្ឃព្រមទាំងបណ្ដុះបណ្ដាលដល់សិស្សានុសិស្សនិងសាមណសិស្សផងនោះជារៀងរាល់ឆ្នាំវត្តទឹកថ្លាក៏បានចូលរួមចំណែកក្នុងការងារសប្បុរសធម៌ជួយសង្គមដូចជាផ្ដល់អំណោយជាសម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគនិងថវិកាជូនកាកបាទក្រហមកម្ពុជាដើម្បីជួយសង្គ្រោះជនទីទាល់ក្រខ្វះខាតពិតប្រាកដនិងជនរងគ្រោះដោយប្រការផ្សេងៗក្រោយនេះខ្ញុំកណាសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈព្រមទាំងសម្ដេចជាថ្នាក់ដឹកនាំនៃប្រទេសកម្ពុជារបស់យើងគឺសម្ដេចអគ្គមហាសេនាបតីជូហ៊ុនសែននៅក្នុងវត្តមួយគ្រប់វត្តអារាមនៅមកជុំវិញភ្នំពេញនេះសុទ្ធតែមាននិស្សិតស្នាក់នៅទាំងអស់ដូចជាវត្តនិកវ័នដែលសម្ដេចបានធ្លាប់ស្នាក់នៅមកហើយនិងវត្តទឹកថ្លានេះក៏មាននិស្សិតស្នាក់នៅបន្តបន្ទាប់បន្តិចជាង40នាក់ប្រហែលឆ្នាំកន្លងមកនេះហេតុដូច្នេះខ្ញុំកណាស្មារតីសូមផ្ដាំផ្ញើដល់ប្រសង់សមណនិស្សិតទាំងអស់ដែលជាប្រសង់នោះហៅថាសមណនិស្សិតនឹងសមណសិស្សនឹងគឺសិទ្ធិប្រសង់ហើយព្រមទាំងនិស្សិតទាំងអស់ដែលបានមកស្នាក់នៅក្នុងវត្តអារាមឬក៏ទូទាំងបរិយាជាធានីភ្នំពេញយើងទាំងមូលសូមព្រះអង្គដែលក្មេងៗអួសក្រោយព្រមទាំងនិស្សិតដែលបានមកស្នាក់នៅវត្តហើយសូមគោរពប្រណិប័តទៅតាមធម៌វិន័យរបស់សម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងដើម្បីយើងជៀសវាងនៅការហយន្តរាយទាំងឡាយផ្សេងមានការប្រណិប័តល្អដើម្បីជៀសវាងអំពីការដើរលេងច្រើនជៀសវាងអំពីការប្រព្រឹត្តចាកធម៌វិន័យរបស់ព្រះសង្ឃជាពិសេសគឺគ្រឿងញៀនទាំងឡាយសូមព្រះសង្ឃក្មេងគ្រប់ព្រះអង្គចាស់ក៏ដោយក្មេងក៏ដោយព្រះសង្ឃនឹងនិស្សិតទាំងឡាយដែលស្នាក់នៅតាមវត្តអារាមជៀសវាងនៅគ្រឿងញៀនទាំងឡាយកុំអោយប៉ះពាល់ដល់សោះកាលណាបើយើងបានសេពម្ដងពីរដងទៅវិញ្ញាមកាលណាវិញ្ញាមទៅកាន់តែញ៉ាំទៅនឹងខាតបង់នៅពេលវេលាខាតបង់នៅទ្រព្យសម្បត្តិរហូតដល់មិនមែនបំផ្លាញនៅទ្រព្យសម្បត្តិរបស់ខ្លួនរហូតដល់បំផ្លាញដល់ទ្រព្យសម្បត្តិអ្នកដទៃផ្សេងអញ្ចឹងទៅអញ្ចឹងសូមនិស្សិតទាំងឡាយនៅក្នុងវត្តទឹកថ្លាយើងក៏ដោយទូទាំងរាជធានីក៏ដោយសូមយកចិត្តទុកដាក់ជៀសវាងនឹងការខ្សែគ្រឿងញៀនសូមអនុមោទនា